បងប្អូនអ្នកជំនាញយោធាបានទាត់ចោលនៅការអះអាងរបស់ភាគីថៃដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី10ខែវិច្ឆិកាឆ្នាំ2025ថាកម្ពុជាបានលួចដាក់មីននៅតាមតំបន់ព្រំដែនហើយអ្នកជំនាញយោធាក៏បានបញ្ជាក់បន្ថែមទៀតផងដែរថាមីនដែលបានផ្ទុះធ្វើឲ្យទាហានថៃរងរបួសនៅពេលដែលពួកគេដើរចូលមកតំបន់មីនមួយនៅខាងខេត្តព្រះវិហារគឺជាមីនចាស់ដែលសល់ពីសម័យសង្គ្រាមមិនមែនជាមីនថ្មីនោះទេយ៉ាងណាមិញភាគីថៃបានចេញរបាយការណ៍ជាឯកតោភាគីដែលបានអះអាងថាទាហានរបស់ខ្លួនបានដើរជាន់លើមីនថ្មីហើយនឹងចោទថាកម្ពុជាគឺជាអ្នកលួចដាក់ដើម្បីបង្កចំនួនអ្នកជំនាញយោធារបស់កម្ពុជាបានបន្ថែមទៀតផងដែរថារបាយការណ៍ជាផ្លូវការនៅក្នុងករណីបែបនេះត្រូវតែជារបាយការណ៍រួមរវាងអ្នកអង្កេតការអាស៊ាន AOT របស់កម្ពុជានិងអ្នកអង្កេតការអាស៊ាន AOT របស់ភាគីថៃទើបអាចចាត់ទុកថាជារបាយការណ៍ផ្លូវការបានភាគីកម្ពុជាបានសម្លឹងឃើញថាប្រទេសទាំងពីរត្រូវតែរួមគ្នាក្នុងការគ្រប់គ្រងនិងសម្អាតមីននៅតាមតំបន់ព្រំដែនដើម្បីបង្ការកុំឲ្យមានគ្រោះថ្នាក់បន្ថែមនិងរួមចំណែកថែរក្សាសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់